បងប្អូនខ្ញុំតែនិយាយថាយើងនៅកន្លែងណាក៏យើងធ្វើបុណ្យបានដែរយើងនៅកន្លែងណាក៏យើងធ្វើបុណ្យបានពាក្យនេះបានន័យថាម៉េចអញ្ចឹងទៅបើសិនជាបងប្អូនមិនថាបងប្អូនលក់ដូររកស៊ីអីទេអញ្ចឹងបងប្អូនអាចធ្វើបុណ្យបានយើងលក់ដូរយើងប្រកបអាជីវកម្មដើម្បីលុយកាក់ក៏ពិតមែនក៏ប៉ុន្តែអ្វីដែលយើងធ្វើបានក៏ធ្វើទៅហើយបងប្អូនក៏ឃើញរិះគន់លើកឡើងពីបញ្ហាគ្រូពេទ្យលក់ថ្នាំបងប្អូនមិនថាអាជីពពេទ្យឬក៏អាជីពអីទេសត្វតែមានអ្នកចិត្តល្អចិត្តទូលាយអ្នកធ្វើបុណ្យអ្នកមិនធ្វើបុណ្យអ្នកគំរិះអ្នកចិត្តអាក្រក់គឺមានគ្រប់តែគ្នានឹងបងប្អូនគាត់ថាការដែលអ្នកលក់នៅក្នុងហ្វាមស៊ីមិនប្រកាសថាគាត់ជាគ្រូពេទ្យទេហើយមិនប្រកាសថាគាត់ជាអសតការីទេអាចជាអ្នកលក់ធម្មតាដែលគាត់ព្រោះនៅក្នុងហ្វាមស៊ីពិតមែនតែមានឈ្មោះមែនតែអ្នកឈរលក់ហ្នឹងមិនប្រកាសថាជាគ្រូពេទ្យទេអាចជាអ្នកលក់ធម្មតាដែលគាត់ធ្លក់គាត់ស្គាល់ថ្នាំខ្ញុំមិនលើកឡើងពីករណីដែលបងប្អូនអត់សប្បាយចិត្តមួយគាត់ទេប៉ុន្តែខ្ញុំគាត់លើកឡើងពីបញ្ហានៅក្នុងរឿងអីក៏ដោយបងប្អូនអាចធ្វើបុណ្យបានគ្រប់គ្នាមិនថាបងប្អូនធ្វើការនៅក្នុងវិស័យរដ្ឋវិស័យឯកជនលក់ដូរកប៉ិចកប៉ុកឬក៏ធ្វើអីក៏ដោយជាក់ស្ដែងពេលខ្ញុំធ្វើការងាររដ្ឋខ្ញុំជាបានអ្នកជំងឺដោយអត់បានគិតពីសេវាឬកម្រៃអីទេព្រោះយើងធ្វើការនៅក្នុងពេទ្យហើយអ្វីដែលយើងជួយបានពេលក្រៅម៉ោងពេលក្នុងម៉ោងយើងក៏ជួយទៅជួយដោយកម្លាំងយើងជួយដោយគំនិតប្រាជ្ញាយើងពេលអ្នកអត់លុយអត់មានលទ្ធភាពក៏យកសរងយកទៅឲ្យយកកម្លាំងយកទៅឲ្យទៅសម្រាប់ឲ្យគាត់ទៅហូមកូនដល់ខ្ញុំមកធ្វើក្នុងវិស័យឯកជនខ្ញុំក៏ជួយបានក៏ជួយទៅអ្នកដែលអត់ស្មានលទ្ធភាពខ្ញុំក៏ដកលុយផ្នែករក្សាចេញទៅហើយអ្នកដែលគាត់ខ្វះលុយខ្វះកាក់ខ្ញុំក៏ដកផ្នែកចំណែកណាមួយរបស់ខ្ញុំចេញទៅអាហ្នឹងជាផ្នែកធ្វើបុណ្យពេលមានថ្នាំមានអីខ្ញុំក៏ឲ្យទៅអ្នកដែលអត់មានលទ្ធភាពហ្នឹងខ្ញុំក៏ជួយទៅពេលដែលយើងចុះចំណែកណាបានពេលវះកាត់យើងក៏ជួយទៅតាមផ្នែករៀងៗខ្លួនអញ្ចឹងមិនថាបងប្អូននៅក្នុងផ្នែកណានៅក្នុងការលក់ដូរក្នុងអាជីពណាក៏បងប្អូនអាចធ្វើបុណ្យបានដែរការផ្សព្វផ្សាយចំណេះដឹងដែលអត់មានសង្ឃឹមថាបានផលតបស្នងវិញក៏ជាបុណ្យកុសលដែរបងប្អូនធ្វើអ្វីចែកចាយគេដោយមិនបានធ្វើអីបានក៏ធ្វើនៅក្នុងអាជីពណាគឺសុទ្ធតែអាចធ្វើបុណ្យបានគ្រប់គ្នាអញ្ចឹងបងប្អូនត្រូវគិតថាយើងរស់នៅក្នុងប្រទេសខ្មែរយើងមានកម្មវិស័យព្រះពុទ្ធសាសនាអញ្ចឹងទៅគ្រប់ការធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់មិនយូរមិនឆាប់កម្មឬក៏ហេតុហើយផលបុណ្យនឹងវានឹងតបស្នងមកយើងវិញមិនថាដោយប្រការណាមួយអញ្ចឹងបងប្អូនអាចធ្វើបានគ្រប់កលៈទេសៈ